ក្រៅពីនេះម្ចាស់សម្រាប់ល្មើសច្បាប់នេះបានអះអាងថាខ្លួនស្គាល់ចវាយស្រុកស្គាល់អធិការស្រុកព្រៃកបាសស្គាល់មេស្គាល់កោយនៅស្រុកហ្នឹងហើយដេញឲ្យប្រជាពលរដ្ឋហ្នឹងទៅប្តឹងអ្នកណាទៅរកអ្នកណាទៅរកទៅគេមិនខ្លាចទេបើសិនជាសម្រាប់នេះដាក់ដោយស្របច្បាប់សូមអាជ្ញាធរពាក់ព័ន្ធជួយអភិរក្សទៅអភិរក្សសម្រាប់ហ្នឹងឲ្យរិចស្គុះស្គាយពេញបឹងពេញទន្លេទៅនេះទៅនៅពួកខ្ញុំឡើយធ្វើបានប៉ុណ្ណឹងឥឡូវគេខាមគាត់អត់ឲ្យធ្វើនេះហើយជំនះគាត់នោះនេះឥឡូវគេនៅនេះបងប្អូនខ្ញុំបងថៃនេះគេរើដកចោលនេះដកចោលនេះដកចោលហើយជំនះគេនេះនៅឆ្ងាយពីទៅនៅខ្ញុំប្រហែលជា10ម៉ែត្រថ្ងៃនេះខ្ញុំមានព័ត៌មានមួយពាក់ព័ន្ធទៅនឹងបងប្អូនប្រជាពលរដ្ឋយើងដែលគាត់ទៅបងសំណាញ់នៅខាងព្រែកតាផង់ស្ថិតនៅឃុំព្រៃកបាសស្រុកព្រៃកបាសខេត្តតាកែវហើយបងប្អូនប្រជាពលរដ្ឋយើងគាត់ទៅបងសំណាញ់នេះគឺដើម្បីតែចិញ្ចឹមជីវិតបានត្រីបន្តិចបន្តួចប៉ុន្តែត្រូវបានម្ចាស់សម្រាប់ល្មើសច្បាប់ម្នាក់នោះបានដេញគាត់មិនឲ្យបងសំណាញ់នៅម្ដុំសម្រាប់គាត់នោះទេហើយបានធ្វើសកម្មភាពរុះរើបំផ្លិចបំផ្លាញទំនើដែលយើងឈរបងសំណាញ់ហ្នឹងគឺម្ចាស់សម្រាប់នោះធ្វើសកម្មភាពរុះរើបំផ្លាញខ្ទេចអស់ហើយក្រៅពីនេះម្ចាស់សម្រាប់ល្មើសច្បាប់នេះបានអះអាងថាខ្លួនស្គាល់ចវាយស្រុកស្គាល់អធិការស្រុកព្រៃកបាសស្គាល់មេស្គាល់កោយនៅស្រុកហ្នឹងហើយដេញឲ្យប្រជាពលរដ្ឋហ្នឹងទៅប្តឹងអ្នកណាទៅរកអ្នកណាទៅរកទៅគេមិនខ្លាចទេទាំងខ្លួនឯងហ្នឹងដាក់សម្រាប់ហ្នឹងគឺជាបទល្មើសខុសច្បាប់មួយបាត់ហើយនៅបំផ្លិចបំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋដែលគាត់គ្រាន់តែធ្វើទំនើសម្រាប់ឈរបងសំណាញ់ហើយព័ត៌មានមួយនេះសង្ឃឹមថាអភិបាលស្រុកព្រៃកបាសមន្ត្រីជលផលពាក់ព័ន្ធនៅស្រុកព្រៃកបាសដូចជាអធិការស្រុកនឹងមានវិធានការចោះបោសសម្អាតដាក់កម្លាំងកាយសម្រាប់នេះកបត់ចោលបើសិនជាសម្រាប់នេះដាក់ដោយស្របច្បាប់សូមអាជ្ញាធរពាក់ព័ន្ធជួយអភិរក្សទៅជួយអភិរក្សសម្រាប់ហ្នឹងឲ្យរិចស្គុះស្គាយពេញបឹងពេញទន្លេទៅហើយបើថាសម្រាប់ហ្នឹងវាជាអំពើល្មើសច្បាប់សូមឲ្យអាជ្ញាធរស្រុកព្រៃកបាសហ្នឹងដាក់កម្លាំងកាយកវត្តចោលអស់ទៅមិនបាច់ຕົកអីទេហើយហៅបុគ្គលដែលជាម្ចាស់សម្រាប់ហ្នឹងមកអប់រំណែនាំចាត់វិធានការតាមផ្លូវច្បាប់ផងឬមួយក៏ម្ចាស់សម្រាប់ហ្នឹងគាត់ជាអ្នកស្គាល់ស្និទ្ធស្នាលជាមួយអភិបាលស្រុកស្គាល់អធិការស្រុកពិតប្រាកដដោយដែលបានអះអាងហ្នឹងឬក៏យ៉ាងណាខ្ញុំសង្ឃឹមថាព័ត៌មាននេះបានដឹងដល់អាជ្ញាធរស្រុកព្រៃកបាសហើយនឹងមានវិធានការពេញលេញបោសសម្អាតលើបទល្មើសនេសាទនៅលើព្រែកតាផង់ក្នុងឃុំព្រៃកបាសស្រុកព្រៃកបាសនេះផងនេះទៅនៅពួកខ្ញុំឡើយធ្វើបានប៉ុណ្ណឹងឥឡូវគេខាមគាត់អត់ឲ្យធ្វើនេះហើយជំនះគាត់នោះនេះឥឡូវគេគាត់ពងថាអត់ឲ្យធ្វើទេទៅកន្លែងយើងបងកន្លែងបងថៃហ្នឹងវាទៅកន្លែងគាត់ធៀមនេះអើយទៅនៅនេះបងប្អូនខ្ញុំបងថៃនេះគេរើដកចោលនេះដកចោលនេះដកចោលហើយជំនះគេនេះនៅឆ្ងាយពីទៅនៅខ្ញុំប្រហែលជា10ម៉ែត្រជាងនេះជំនះគេអ៊ំនោះខាងនោះមិនសើជំនះទាំងអស់នេះគេដាក់ជំនះតែមើលបងប្អូនយើងបងថៃនេះធ្វើនេះគោចាស់នេះមិនក៏គោចាស់ចោលហងនេះនោះហើយអាគោចាស់ហ្នឹងដកចោលនេះចាស់ហងនោះនេះពូនេះ